ជំរាបសួរបងប្អូនទាំងគ្នានៅក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទព្រះបន្ទូលលើទៅចិត្តព្រឹកនេះមានចំណងជើងថាផលដែលកើតចេញពីការប្រព្រឹត្តដែលដកស្រង់ចេញពីព្រះគម្ពីរកាឡាទីជំពូកទី5ខ22ដល់ខទី23នៅក្នុងសុភាសិតខ្មែរមួយបានពោលថាស៊ីច្រើនជុះលេងច្រើនឆ្លោះដេកច្រើនខ្ជិលតើសុភាសិតនេះមានន័យដូចម្តេចតាមរយៈសុភាសិតនេះរំលឹកយើងថារាល់សកម្មភាពណាមួយសុទ្ធតែមានលទ្ធផលរបស់វាកើតឡើងការបណ្តែតបណ្ដោយខ្លួនហួសហេតុទៅលើសកម្មភាពណាមួយខ្លាំងពេកវានឹងនាំមកនៅផលអវិជ្ជមាននៅក្នុងជីវិតរបស់យើងជាមិនខាននៅក្នុងព្រះគម្ពីរកាឡាទីជំពូកទី5ខទី22ដល់ខទី23បានចែងថាតែផលផ្លែនៃព្រះវិញ្ញាណវិញនោះគឺជាសេចក្តីស្រឡាញ់អំណរអរមេត្រីភាពអត់ធ្មត់សុភាពសប្បុរសស្មោះត្រង់ស្លូតបូតហើយដេញថ្នាក់គ្មានក្រឹតវិន័យណាទាស់នឹងសេចក្តីយ៉ាងនោះទេអាមែននៅពេលដែលយើងដាំឈើអ្វីមួយវានឹងហុចផលនៅផ្លែនោះប្រសិនបើយើងដាំស្វាយវានឹងហុចផលមកនៅផ្លែស្វាយប្រសិនបើយើងដាំដើមចេកវានឹងហុចផលមកនៅផ្លែចេកជាមិនខានមុនដែលមានផលផ្លែកើតឡើងយើងត្រូវដាំដើមវាជាមុនសិនជីវិតរបស់គ្រីស្ទបរិស័ទប្រៀបដូចជាដើមឈើមួយដើមផងដែរយើងត្រូវបង្កើតផលផ្លែដែរគឺជាផលផ្លែដែលចេញពីព្រះវិញ្ញាណដែលនៅក្នុងជីវិតរបស់យើងដូចជាព្រះគម្ពីរកាឡាទីជំពូកទី5ខទី22ដល់ខទី23នោះគឺជាសេចក្តីស្រឡាញ់អំណរអរមេត្រីភាពអត់ធ្មត់សុភាពសប្បុរសស្មោះត្រង់ស្លូតបូតហើយនឹងខ្នាតប៉ុន្តែផ្ទុយអំពីផលផ្លែខាងវិញ្ញាណនោះគឺជាកិច្ចការខាងសាច់ឈាមឬផលផ្លែរបស់សាច់ឈាមដែលយើងអាចឃើញនៅក្នុងព្រះគម្ពីរកាឡាទីជំពូក5ខទី19ដល់ខទី21គឺជាសេចក្តីកំផិតសហាយស្មន់ស្មោកគ្រោកអាហាភាថ្វាយបង្គំរូបព្រះមុនអគុំសម្អប់គ្នាឆ្លោះប្រកែកគ្នាតាមរយៈផលផ្លែទាំងពីរខាងលើតើបងប្អូនកំពុងបង្កើតផលផ្លែមួយណាសូមពិចារណាអំពីសកម្មភាពឬទម្លាប់ប្រចាំថ្ងៃរបស់បងប្អូនបើសិនបើបងប្អូនដាំផលផ្លែខាងឯព្រះវិញ្ញាណកាន់តែច្រើនជីវិតបងប្អូននឹងពេញដោយសេចក្តីសុខសាន្តព្រះពរអំណរហើយយើងនឹងឃើញព្រះជាម្ចាស់នៅក្បែរយើងជារៀងរាល់ថ្ងៃសូមបងប្អូនយល់ថាគ្រប់ទាំងសកម្មភាពទង្វើរបស់បងប្អូនវានឹងជះឥទ្ធិពលនៅក្នុងជីវិតរបស់បងប្អូនមិនថាសកម្មភាពមានតិចឬក៏ច្រើនសូមឲ្យយើងនឹងចាំអំពីរឿងរបស់ស្ដេចសូលដែលបណ្ដាលខ្លួនតាមកិច្ចការខាងសាច់ឈាមស្ដេចសូលមានសេចក្តីច្រណែននិងកំហឹងចំពោះដាវីតជាលទ្ធផលដែលសារតែការបណ្ដាលខ្លួនតាមអារម្មណ៍របស់សាច់ឈាមជីវិតរបស់ទ្រង់បានបាត់បង់ទំនាក់ទំនងជាមួយព្រះជាម្ចាស់បាត់បង់រាជបល្ល័ង្កហើយចុងក្រោយព្រះវិញ្ញាណនៃព្រះបានចាក់ចេញពីទ្រង់នេះបង្ហាញថាការដាំនៅសេចក្តីច្រណែននិងប្រមូលផលមកវិញជាសេចក្តីហិនវិនិច្ឆ័យនៅក្នុងព្រះគម្ពីរកាឡាទីជំពូកទី6ខ8បានចែងថាអ្នកណាដែលព្រោះខាងឲ្យសាច់ឈាមរបស់ខ្លួននឹងច្រូតបានសេចក្តីពុករលួយពីសាច់ឈាមនោះឯងតែអ្នកណាដែលព្រោះខាងវិញ្ញាណនោះនឹងច្រូតបានជីវិតអកលជានិច្ចពីព្រះវិញ្ញាណវិញអាមែនសំណួរពិចារណានៅថ្ងៃនេះនៅក្នុងជីវិតប្រចាំថ្ងៃរបស់បងប្អូនតើបងប្អូនកំពុងដាំផលផ្លែណាមួយច្រើនជាងគេផលផ្លែនៃព្រះវិញ្ញាណឬក៏សាច់ឈាមអរគុណច្រើនសូមព្រះជាម្ចាស់ប្រទានពរ